Florida Florida ល្អម្លេះណាគួរបែតដីឆ្នេរសមុទ្រវែងពេកក្រៃព្រោះនិស័យទៅជួបអ្នក Florida Florida មិនស្មានថាបានជួបភ័ក្រទេសភាពញញឹមរាំងទាំងដោយស្មងស្មាំងព្រមពេលវេលាចាត់ត្រឡប់ជួបគ្នានៅក្នុងកម្មវិធីសង្គមនិងយុវវ័យជាបន្តទៀតបន្ទាប់ពីលោកអ្នកបានស្ដាប់នៅបទចម្រៀងដ៏ផ្អែមល្ហែមមួយបទចារបស់បងប្រុសយនចាដែលបទចម្រៀងបទមិញហ្នឹងគឺមានចំណងជើងថាសម្រស់ Florida យើងស្ដាប់ទៅដូចជាមានអារម្មណ៍ថានឹកសម័យទៅដល់ទស្សនវិជ្ជាបើទោះបីជាពេលខ្លះបងប្អូនយើងអត់ទាន់បានទៅដល់ទីនោះក៏ដោយប៉ុន្តែស្ដាប់មើលទៅដូចជាចាប់អារម្មណ៍ហើយនឹងគូឲ្យជក់ចិត្តនឹងដិតអារម្មណ៍ខ្លាំងមែនតើចាចង់ដឹងអំពីរឿងរ៉ាវបន្តិចបងតាក់ទងទៅនឹងសម្រស់ Florida នេះហេតុអីបានជាបងព្រោះចេះយើងមានស្ទឹងសែនយើងមានស្ទឹងអីនៅខាងកំពង់ធំស្ទឹងបងស្ទឹងសង្កែស្ទឹងសែនកំពង់ធំចាស្ទឹងសែននៅខាងកំពង់ធំអីអញ្ចឹងណាចាអញ្ចឹងយើងហាត់អីក៏យើងមិននិពន្ធតាក់ទងទៅនឹងសម្រស់ស្ទឹងសង្កែរបស់យើងទៅបែរជានឹកឃើញទៅដល់ Florida ឯណោះបាទសូមអរគុណការលើកជាសំណួរដ៏ល្អនេះមិនហេតុអីថាខ្ញុំមិននិពន្ធទេចម្រៀងខ្ញុំនិពន្ធតាំងពីឆ្នាំ98មកអញ្ចឹងមានន័យថាខ្ញុំភាគច្រើនខ្ញុំដល់កន្លែងណាខ្ញុំសរសេរកន្លែងហ្នឹងចាហើយច្រើនគ្រាន់ថាបទដែលខ្ញុំសរសេរហ្នឹងខ្ញុំមិនបានផ្សាយចាអត់ទាន់បានថតហើយអត់បានដាក់ចូលនៅក្នុងប្រព័ន្ធ YouTube អញ្ចឹងក៏អត់បានដាក់ចូលប្រឡងដូចថាយើងធ្លាប់តែនិពន្ធសម្រាប់ស្ដាប់ដោយខ្លួនឯងចូលចិត្តនិពន្ធចូលចិត្តច្រៀងក៏និពន្ធឲ្យតែងច្រៀងដោយខ្លួនឯងបាទហើយដល់ពេលឆ្នាំ2013ហ្នឹងខ្ញុំប្រឡងតាមអនឡាញដែរប្រឡងជាមួយនឹងសិល្បករអន្តរជាតិផ្សេងៗហ្នឹងដើម្បីចូលរួមជាមួយនឹងកម្មវិធីមួយគេហៅ One Beat ដែលឧបត្ថម្ភដោយអង្គការក្រសួងការបរទេសសហរដ្ឋអាមេរិកហ្នឹងគេជ្រើសរើសសិល្បករទូទាំងពិភពលោកបាទទៅចូលរួមតន្ត្រីទេសចរនៅអាមេរិកចា៎អញ្ចឹងខ្ញុំក៏បានផ្ញើចម្រៀងខ្ញុំបុរាណសម័យទាំងអស់ហ្នឹងផ្ញើទៅគេក៏ជ្រើសរើសខ្ញុំឲ្យចូលរួមបាទ16ប្រទេស25អ្នកសិល្បករចា៎អញ្ចឹងខ្ញុំបានជាប់នៅក្នុងហ្នឹងហើយខ្មែរគឺខ្ញុំអ្នកជាប់អញ្ចឹងខ្ញុំបានទៅដល់សហរដ្ឋអាមេរិកទៅដំបូងហ្នឹងគេឲ្យទៅស្នាក់នៅ Florida ហ្នឹង2អាទិត្យទៅហាត់សមសិល្បៈអីជាមួយគ្នាអញ្ចឹងហើយនៅពេលចុងសប្តាហ៍ហ្នឹងគេឲ្យយើងជិះទូកដើរលេងកំសាន្តនៅឆ្នេរសមុទ្រ Florida ហ្នឹងចា៎ម្ល៉េះហើយមានអ្នកខ្លះលេងកាន់ហ្គីតាកាន់អីទៅលើហ្នឹងបាទអញ្ចឹងខ្ញុំដូចមានអារម្មណ៍សប្បាយចេះតែច្រៀងទៅ Florida 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 ហើយដល់ពេលច្រៀងអញ្ចឹងទៅសិល្បករដទៃទៀតហ្នឹងគាត់មើលមកខ្ញុំស្មានតែមានពាក្យអីថែមទៀតតាមពិតអត់មានអីសោះមានតែ Florida 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 ដល់ពេលហើយគាត់ច្រៀងតាមខ្ញុំពេញទូកហ្នឹង Florida ទាំងអស់ទៅធ្វើឲ្យមានបរិយាកាសសប្បាយដល់ពេលឡប់មកវិញពេលដើរលេងហើយញ៉ាំអីហើយយប់ឡើងខ្ញុំគិតថាពាក្យ Florida នេះគួរតែជាពាក្យកន្លឹះមួយសម្រាប់ចម្រៀងចា៎ព្រោះចម្រៀងវាមានពាក្យកន្លឹះអញ្ចឹងធ្វើឲ្យមនុស្សងាយចាំដូចស្លឹកឈើចា៎ដូចកុំស្មានបងភ្លេចអីអញ្ចឹងយើងយកអាពាក្យហ្នឹងធ្វើឲ្យទៅជាពាក្យមួយងាយស្រួលចងចាំអញ្ចឹងខ្ញុំចាប់ដើមច្រៀង Florida Florida តែបាននឹកឃើញធ្វើម៉េចឲ្យវាមាន Florida មកទៅ Florida ល្អម្លេះណាអីអញ្ចឹងចាប់ឲ្យផ្ដើមនៅ Florida ទៀតអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងគិតយកពាក្យថា Florida ហ្នឹងទៅជាកន្លឹះនៅក្នុងការសរសេរបទចម្រៀងហ្នឹងតែម្ដងក្នុងពេលហ្នឹងចាអរគុណច្រើនបងប្រហែលជាអ្នកដែលកំពុងតែស្ដាប់នៅឯគេអដ្ឋានបងប្អូនយើងនៅស្ដាប់ទីកន្លែងផ្សេងៗហ្នឹងប្រហែលជាគាត់ចង់ដឹងសំឡេងច្រៀងគោករបស់បងបន្តិចតាក់ទងទៅនឹងបទចម្រៀងមិញហ្នឹងណាបងចាសម្រាប់ Florida ចង់ឲ្យបងបកស្រាយមួយ clear កន្លែងណាដែលបងពេញចិត្តហ្នឹងចង់ឲ្យបកស្រាយបន្តិចចា Florida Florida ល្អម្លេះណាគួរបែតដីឆ្នេរសមុទ្រវែងពេកក្រៃព្រួងនិស័យទៅជួបអ្នកចាពិសេសតែម្ដងបងស្ដាប់នៅខាងក្រៅហ្នឹងក៏មិនខុសពីស្ដាប់នៅក្នុង CD ដែរសំឡេងពីរោះដូចគ្នាចាដូច្នេះហើយទៅធ្វើឲ្យបងទទួលបាននៅជ័យលាភីគួរជាទីពេញចិត្តសម្រាប់ខ្លួនឯងតែម្ដងបទចម្រៀងមួយបទនេះនិពន្ធរយៈពេលប្រហែលថ្ងៃដែរបង
បាទនៅពេលនិយាយប្រវត្តិតិចដូចជាថ្ងៃបើខ្ញុំមិនច្រឡំទេប្រហែលជាថ្ងៃទី12 13ក្នុងខែកញ្ញាបាទក្នុងខែហ្នឹងខ្ញុំនិពន្ធបទហ្នឹងហើយនិពន្ធហ្នឹងគឺនៅពេលនិពន្ធភ្លាមបានត្រួសហើយហ្នឹងព្រៀងអញ្ចឹងគេថាគេប្រាប់ថាស្អែកហ្នឹងមានការសម្ដែងមួយឯងគេបង្កើតមានក្រុម AB ហើយនឹងក្រុម AB ហ្នឹងគឺក្រុមទី1ក្រុមជ្រើសរើសដោយគណៈកម្មការទី2ជាចាប់ឆ្នោតក្រុម X ហ្នឹងគឺសិល្បករគ្នាឯងហ្នឹងជ្រើសរើសគ្នាឯងដើម្បីសម្ដែងក្រុម X ហ្នឹងគឺមិនដែលសមជាមួយគ្នាសោះលេង Ambrose រៀងខ្លួនដល់ពេលខ្ញុំមើលអាបទចម្រៀងហ្នឹងថាអូខេខ្ញុំនឹងចូលរួមប្លុកច្រៀងដែរខ្ញុំដាក់ឈ្មោះអញ្ចឹងហើយមានអ្នកតន្ត្រីករមកពីអាហ្វ្រិកនីសេរីយ៉ាពីក្រុងញូវយ៉កខ្ញុំថាខ្ញុំនឹងច្រៀងបទ Florida ចាខ្ញុំដាក់ឈ្មោះលើគេហើយច្រៀងទៅដល់ពេលអញ្ចឹងស្ទាយដំបូងហ្នឹងអត់សូវមានណែងណងអីល្អទេគ្រាន់តែមានអីបានអញ្ចឹងច្រៀងទៅចេះច្រឡំប្រូលខ្លួនឯងមិនទាន់ចាំអញ្ចឹងខ្ញុំច្រៀងមកបានបើសិនជាយើងគិតថានិពន្ធបានខ្ញុំទៅដល់ភ្លាមខ្ញុំគិតនិពន្ធអីអត់ចាញ់ប្រហែលជា2មួយអាទិត្យជាងហ្នឹងនិពន្ធពី Florida អត់ចាញ់អីមួយបទទេចាដល់ពេលខ្ញុំនិពន្ធបានហ្នឹងខ្ញុំច្រៀងនៅ Florida ហ្នឹងគេផ្អើលច្រៀងចប់នៅកន្លែងហ្នឹងព្រឹកឡើងអ្នកដែលទៅផ្សារហ្នឹងគេនិយាយថាមានតន្ត្រីករមួយមកពីខ្មែរច្រៀងពី Florida ព្រោះយើងមិនគេនិយាយគ្នាពេញផ្សារនៅ Florida ហ្នឹងដែលគេមកប្រាប់ខ្ញុំហើយដល់ពេលចេះតែច្រៀងចេញពីរដ្ឋមួយទៅរដ្ឋមួយទៅមកអាទិត្យហើយយើងមកដល់ស្រុកខ្មែរទៀតហើយជាមួយខែជាងកែសម្រួលរហូតមានន័យថាមកជួបនឹងមិត្តភ័ក្តិរបស់ខ្ញុំលោកយ៉ងពៅហ្នឹងគាត់ពូកែខាងសម្រួលភ្លេងហ្នឹងក៏បានជួយធ្វើភ្លេងហ្នឹងឲ្យទៅជាខ្មែរយើងតែម្ដងចាអញ្ចឹងបើយើងគិតថាតាំងពីខ្ញុំនិពន្ធរហូតដល់មកផលសម្រាប់ហ្នឹងប្រហែលជា72ខែដែរចានឹងគឺយើងមានអារម្មណ៍ល្អនៅក្នុងការតែងនិពន្ធហើយយើងនឹងហើយចង់សម្រេចវាផងថ្នឹកបាទយើងថ្នឹកមានអារម្មណ៍ថាវាពេញចិត្តកែកុនត្រង់នេះត្រង់នោះមកដល់ជួបយ៉ងពៅគាត់សម្រួលតន្ត្រីគាត់ថាកន្លែងនេះគួរថែមបន្តិចកាច់មកដល់នេះចាគឺក៏បាននិពន្ធចេញជាបទចម្រៀងសម្រាប់ Florida ដល់ពីរួមមួយបទនេះតែម្ដងអញ្ចឹងនៅក្នុងកម្មវិធីប្រឡងនេះគឺបងក៏បានយកនៅបទចម្រៀងហ្នឹងទៅច្រៀងដែរបាទបើសិនជាយើងគិតមកទល់នឹងពេលចាប់ផ្ដើមប្រឡងរហូតដល់ពេលបញ្ចប់កម្មវិធីមានប្រមាណបទដែរដែលយើងនិពន្ធដោយខ្លួនឯងដែលគេតម្រូវឲ្យយើងធ្វើបងក្នុងកម្មវិធីគេតម្រូវតែមួយបទគត់មួយបទគត់បាទចាអញ្ចឹងមួយបទហ្នឹងគឺយើងឲ្យតែមានកម្មវិធីឬក៏ performance អីអញ្ចឹងគឺយើងត្រូវតែយកបទចម្រៀងយើងយកបទហ្នឹងទៅផ្សព្វផ្សាយដើម្បីឲ្យគេស្គាល់យើងថាយើងច្រៀងបទហ្នឹងក្នុងការប្រឡងហ្នឹងដើម្បីគេជួយបោះឆ្នោតឲ្យតាមទូរស័ព្ទដៃតាម Facebook ហើយនឹងតាម TV online ចាបាទអញ្ចឹងហើយគឺយើងត្រូវការតែមួយបទហ្នឹងទេត្រូវការតែមួយបទហ្នឹងគាត់បងក៏ជ្រើសរើសនៅបទចម្រៀង Florida ហ្នឹងតែម្ដងយកអាហ្នឹងដូចព្រោះថាវាមានភ្លេងស្រាប់ដាក់ online ហើយខ្ញុំអត់បានគិតថាត្រូវដាក់អីផ្សេងទៀតព្រោះយើងត្រូវការពេលវេលាថតយូរចាអរគុណអញ្ចឹងខាងបងយន់គឺគាត់ទទួលបាននៅការបោះឆ្នោតការ vote ពីទស្សនិកជនផងពីគណៈកម្មការផងហើយនឹងមិត្តរួមការងារផងទើបបានសម្រេចលទ្ធផលដែលគួរឲ្យពេញចិត្តនេះបាទសម្រាប់ខ្លួនឯងមាននឹងគិតអ្វីបន្តទៀតទេបងក្រោយពីការប្រឡងជាប់នេះហើយអ្វីដែលយើងទទួលបានពីខាងក្រុមហ៊ុនសបាយដែលគាត់បានផ្ដល់ជូនបាទក្នុងការងារសបាយគឺក្រុមយើងកងត្រារយៈពេល1ឆ្នាំមួយឆ្នាំដែលដើម្បីផលិតចម្រៀងថតខារ៉ាអូខេអីទៅតាមការតម្រូវហើយមួយឆ្នាំហ្នឹងគឺតម្រូវឲ្យថត30បទយ៉ាងតិចចា30បទយ៉ាងតិចបាទហើយបងគិតថាសម្រាប់30បទនេះសម្រាប់ខ្លួនឯងផ្ទាល់ណាបងខ្ញុំចង់ដឹងពីទឹកចិត្តរបស់បងគិតថានឹងធ្វើបានឲ្យល្អឥតខ្ចោះទាំង30បទនេះទេឬក៏សម្រាប់បងគឺមានគំនិតយ៉ាងម៉េចដែរសម្រាប់ការច្រៀងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំយល់ថាបើសិនជាការច្រៀង30បទឬ100បទមួយឆ្នាំវាមិនបញ្ហាចាហើយអ្វីដែលបញ្ហាគឺនិពន្ធការនិពន្ធមួយឆ្នាំ30បទឬលើសពីនេះគឺថាវាធ្ងន់ធ្ងរសម្រាប់អ្នកនិពន្ធហើយវាអាចធ្វើឲ្យវាគុណភាពធ្លាក់ចុះចាសម្រាប់ខ្ញុំមិនមានបញ្ហាចោតដោយសារថាខ្ញុំមានចម្រៀងរបស់ខ្ញុំច្រើនហើយ60 70បទមកហើយអញ្ចឹងខ្ញុំគ្រាន់តែជ្រើសរើសបទណាមួយចំនួនឲ្យគ្រប់ចំនួនដែលតម្រូវការគឺខ្ញុំយកមកហាត់យកមកសម្រួលតន្ត្រីខ្ញុំច្រៀងបានអានេះដោយសារយើងមានហើយតែបើសម្រាប់តែខ្ញុំធ្វើមួយឆ្នាំ30បទហ្នឹងគឺថាខ្ញុំត្រូវរត់ផងខ្ញុំជិះប៉ះហោះមានន័យថាដូចជាយើងខិតខំត្រូវតែខិតខំទ្វេដងបន្ថែមទៀតនៅក្នុងការតែងនិពន្ធរបស់យើងបាទដូចយើងមានស្រូវនៅក្នុងជង្រុកហើយនឹងអ្នកអត់ទាន់មានអង្គ
ណានឹងអ្នកបើថាខ្ញុំមានស្រូវក្នុងជំរកគ្រប់សម្រាប់មួយឆ្នាំចាអញ្ចឹងបើថាខ្ញុំបន្តមានអីសោះហ្នឹងគឺខ្ញុំត្រូវបង្កើនផលខ្លាំងមែនទែនចានេះគឺជាគំនិតរបស់បងហើយយើងគិតថាផលវិបាកនៃការដែលជាអ្នកតែងនិពន្ធពេលខ្លះបើសិនជាយើងគិតទៅការតែងនិពន្ធអ្នកខ្លះគាត់គិតថាបែរជាមានភាពងាយស្រួលខ្លាំងណាបើសិនជាគាត់គ្រាន់តែនិយាយប្រហែលជាគិតថាការតែងនិពន្ធនេះគឺងាយស្រួលណាប៉ុន្តែក៏ពិតគឺវាមិនមែនជារឿងងាយស្រួលទេបើសិនជាយើងគ្រាន់តែនិពន្ធដើម្បីឲ្យតែបានគឺវាងាយស្រួលដែរប៉ុន្តែបើសិនជាយើងចង់និពន្ធឲ្យបានល្អឲ្យមានគុណភាពគឺខ្ញុំគិតថាវាមិនងាយបាទត្រឹមត្រូវហើយដូចយើងបើនិយាយទៅអ្នកមនុស្សគ្រប់គ្នាគឺជាអ្នកនិពន្ធហើយបាទដូចយើងនិយាយគ្នានេះគឺយើងកំពុងតែនិពន្ធយើងបញ្ចេញពាក្យពេចន៍ហ្នឹងដើម្បីទំនាក់ទំនងគ្នាព្រោះអ្នកនិពន្ធគាត់បញ្ចេញគំនិតរបស់គាត់ទៅមហាជនហើយអ្នកនិយាយក៏និយាយទៅមហាជនដូចថាយើងសរសេរសម្បត្តិក៏ជាអ្នកនិពន្ធធ្វើម៉េចឲ្យសម្បត្តិយើងគេស្រួលមើលស្រួលអានអីចឹងចាបាទអញ្ចឹងការនិពន្ធបទចម្រៀងទៀតគឺស្នាដៃសិល្បៈមានន័យថាអ្នកណាក៏និពន្ធបានហើយអ្វីដែលពិបាកគឺថានិពន្ធបានហើយតែគេស្ដាប់ឬក៏អត់ចាអានេះជាបញ្ហាអរគុណច្រើនបងអ្វីដែលបងនឹងចង់បន្ថែមសម្រាប់អ្នកដទៃឬក៏ជាពិសេសគឺយុវវ័យតែម្ដងដែលគាត់ចាប់អារម្មណ៍នឹងការតែងនិពន្ធបទចម្រៀងឲ្យខ្លួនឯងនេះដោយសារតែបងបានដើរពួកគាត់បន្តិចហីយើងបានធ្វើការចូលរួមប្រឡងយើងចេះតែងនិពន្ធនៅបទចម្រៀងរបស់ខ្លួនឯងយើងចង់មានពាក្យពេចន៍អីនិយាយទៅកាន់គាត់មិនមែនជាការទូមានគាត់ទេប៉ុន្តែជាការនិយាយពីបទពិសោធន៍របស់យើងទៅកាន់គាត់វិញបាទសូមអរគុណសម្រាប់ខ្ញុំគិតថាកម្មវិធីនេះគឺកម្មវិធីល្អដែលនាំឲ្យយើងចែករំលែកអំពីស្នាដៃថ្មីហើយដោយសារថាយើងជាប្រទេសមួយបច្ចុប្បន្ននេះគឺថារងគ្រោះដោយសារអ្នកលួចចម្លងហើយនឹងអ្នកលួចស្នាដៃបាទអញ្ចឹងនៅក្នុងយុគសម័យនេះយើងនិយាយថាសម័យលួចចម្លងបើលួចយើងមិនហ៊ាននិយាយពាក្យថាចោលក៏លួចថាវាអាក្រក់ស្ដាប់ពេកហើយយើងគិតថាយើងមនុស្សម្នាក់មិនអាចរស់ស៊ីចិញ្ចឹមជីវិតដោយសារលួចគេមកជីវិតបានទេអញ្ចឹងខ្ញុំគិតថាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលនឹងមានការលួចចម្លងចឹងតរហូតទៅទេថ្ងៃណាមួយវានឹងបញ្ចប់នៃសក្ការៈលួចចម្លងហើយសក្ការៈនៃការច្នៃប្រឌិតនិងគំនិតហ្នឹងវានឹងមកដល់ចឹងតើបងប្អូនយុវជនដែលចូលចិត្តតន្ត្រីឬក៏ថាបណ្ដាផលិតកម្មអីផ្សេងដែលធ្លាប់តែរស់ស៊ីលួចចម្លងហ្នឹងខ្ញុំគិតថាបើសិនជាអាចយើងចាប់ដើមពីឥឡូវទៅចាប់ដើមនិពន្ធទៅថ្មីទៅហើយកុំយើងគិតថាស្នាដៃផលិតដោយស្នាដៃខ្លួនឯងហ្នឹងវាអន់ណាវាមិនទទួលការគ្រប់គ្រងទេអានឹងជាការយល់ត្រូវមួយផ្នែកហើយមួយផ្នែកទៀតដូចខ្ញុំនិយាយខាងដើមអញ្ចឹងមិនអាចលួចគេរហូតទេបាទក្នុងរយៈពេលណាមួយយើងអាចលួចគេបានតែយើងលួចរហូតមិនបានទេអាហ្នឹងសម្រាប់ការចិញ្ចឹមជីវិតហើយសេចក្តីថ្លៃថ្នូរមួយទៀតដូចថាយើងច្នៃប្រឌិតទៅសិល្បៈហ្នឹងវាមានតម្លៃយូរអង្វែងស្វ័យទៅថាវាពិបាកតែវាធ្វើបានព្រោះយើងធ្វើអង្គរបានដុំថ្មធំហើយបង្កើតទាំងដែលទម្រង់សិល្បៈច្រើនផងហើយយើងធ្វើបានគ្រាន់តែបទភ្លេងយើងធ្វើមិនបានអាហ្នឹងខ្ញុំគិតថាយើងត្រូវតែធ្វើឲ្យបានបាទបើយើងធ្វើមិនបានយើងមិនមែនខ្មែរធ្វើអង្គរទេចាអរគុណបាទខ្ញុំលើកទឹកចិត្តឲ្យយុវជនទាំងអស់ដែលដូចថាគាត់ចូលចិត្តតែងនិពន្ធខ្ញុំឃើញថាយុវជនរងថ្ងៃនេះគាត់មានសក្តានុពលបំផុតគឺគាត់និពន្ធបានច្រើនមែនតើហើយខ្ញុំឃើញអ្នកដែលប្រឡងមើលខ្ញុំហ្នឹងក៏គាត់បកកែហើយអ្នកដទៃទៀតគឺគាត់បកកែច្រើនណាស់បង្ហោះចម្រៀងឲ្យតាម Facebook ហ្នឹងក៏ខ្ញុំគិតថាពួកគាត់ហ្នឹងគឺជាអ្នកដែលបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យចម្រៀងនៅក្នុងស្រុកខ្មែរហ្នឹងដើម្បីឈប់នៅវប្បធម៌លួចចម្លងគេបាទអរគុណច្រើនចាអរគុណសម្រាប់បងយននៅក្នុងការចូលរួមហើយបងប្អូនប្រិយមិត្តអ្នកស្ដាប់ដែលកំពុងស្ដាប់ការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ AFE ខ្ញុំចង់ជម្រាបជូនទៅដល់អស់លោកអ្នកថាលោកចាស់យើងយនគឺលោកគឺជាបេក្ខភាពដែលទទួលបាននូវជ័យលាភីក្រោយពីការប្រឡងនៅកម្មវិធីស្ដាប់ចម្រៀងរបស់ខ្ញុំឬក៏ Hear My Song របស់ក្រុមហ៊ុនសបាយចាដែលស្ដាប់ចម្រៀងរបស់ខ្ញុំឬក៏ Hear My Song នេះក៏ទទួលបានការផ្ដួចផ្ដើមគំនិតពីខាងក្រសួងព័ត៌មានផងដែរបាទចាហើយបើសិនជាលោកអ្នកចង់ស្ដាប់នៅបទចម្រៀងថ្មីរបស់គាត់នោះក៏អាច search បាននៅតាមរយៈ YouTube ឬក៏ទៅជាវបាននៅក្នុង CD World ហើយនៅតាម online Facebook សំទោស YouTube ដាក់ពាក្យសម្រស់ Florida ទៅឬក៏វាយឈ្មោះខ្ញុំយើងយកស្រអើនឹងយកនឹងណចូលក្នុង YouTube ទៅឃើញហើយជំរាបបាទចាគឺងាយស្រួលតែម្ដងដោយសារតែបច្ចេកវិទ្យារបស់យើងនៅពេលបច្ចុប្បន្ននេះគឺងាយស្រួលណាស់អញ្ចឹងអ្នកដែលមាននៅបណ្ដាញសង្គម Facebook អញ្ចឹងគាត់អាចឬក៏ YouTube អីហ្នឹងគឺសឹងតែងាយស្រួលសម្រាប់ពួកគាត់ដែលគ្រាន់តែ search នៅពាក្យថាសម្រស់
Florida បាទសម្រាប់ Florida គឺនឹងបានលឺនៅសំឡេងដ៏ផ្អែមល្ហែមរបស់បងយនបាទសូមអរគុណអរគុណច្រើនបងសម្រាប់ការចូលរួមថ្ងៃនេះហើយក៏អរគុណសម្រាប់ប្រិយមិត្តអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE នៅក្នុងកម្មវិធីសង្គមនិងយុវវ័យសន្យាជួបអស់លោកអ្នកនៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលាបាទត្រូវការអូនដូចជាក្បូនណាស្រ័យទឹករាល់រាត្រីថ្ងៃល្ងាចព្រឹកបងគេនឹកជីវ៉ាមិនដងបងត្រូវការស្រីការរស់រកម្មបេងដងបងបានចងភ្ជាប់នឹងបែដងស្រីចិត្តភាំងក្តីឥតប្រែងស្រាំស្នេហ៍គង់វងអង្វែងឆ្នាំចិត្តចងចាំមិនភ្លេចគ្នាត្រូវការបើមកផាត់នៅចិត្តគ្រប់គ្រារួមសុខទុក្ខរាល់វេលាលើនាវាស្នេហ៍អត់ដំស្រាំស្នេហ៍គង់វងអង្វែងឆ្នាំចិត្តចងចាំមិនភ្លេចគ្នាបែដងបងត្រូវការបើមកថឹកនៅចិត្តគ្រប់គ្រារួមសុខទុក្ខរាល់វេលាលើនាវាស្នេហ៍អត់ដ